តាអ៊ំរូបសំណាក់មេតបខ្មែរសង់បែរមុខទៅរកច្រកព្រំដែនអានសេះស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចាក់ចូលឈូសឆាយគុំតិចរូបសំណាក់តាអ៊ំដែលសង់ឡើងនៅរង្វង់មោច្រកអានសេះស្ថិតនៅក្នុងភូមិអានសេះឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ំលេះតើប្រវត្តិរូបសំណាក់លោកតាអ៊ំមានអ្វីពាក់ព័ន្ធគំនុំពីអតីតកាលរវាងខ្មែរនិងសៀមព្រះដេចគុណសឿនសុភីបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ំគឺជាមេទ័ពខ្មែរដ៏ខ្លាំងក្លាពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពសេះដ៏អង់អាចក្លាហានជាង 2000 នាក់ទៅទិសខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពសេះទ័ពស្រួចបើតាមវចនានុក្រមសម្ដេចរាជសង្ឃជូណាតអានសេះមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបចំក្បួនវាយលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះឈ្មោះនោះក៏បានតមករហូតដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានជាប់ឈ្មោះមកជាច្រកទ្វារអានសេះដែលជាច្រកចេញធ្វើសឹកនិងការឈ្លានពានពីសៀមជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយសៀមផងដែរច្រកអានសេះស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើខ្នងភ្នំដងរែកជាប់ព្រំប្រទល់ខេត្តឧបលប្រទេសថៃរូបសំណាក់តាអ៊ំដែលកសាងនៅលើច្រកអានសេះដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាហេតុដូច្នេះទើបយោធាថៃតែងតែចង់វាយកំទេចរូបសំណាក់លោកតាអ៊ំនេះក្នុងចំនួន2លើកពីអតីតកាលកាលពីថ្ងៃទី24-28 ខែកក្កដាឆ្នាំ2025